ខ្ញុំបន្តិចទៅអេដេតអេដខាខ្ញុំនឹងនៅជាមួយលោកដល់ស្លាប់ហើយជីវិតនេះខ្ញុំប្រកាសជាមានជីវិតអាចឆក់ក្បាលលើហើយទៅក្នុងវិញខ្ញុំជាព្រះនាង Robelia Close ថ្ងៃមួយត្រាឡានបុកហើយឆ្លងចូលក្នុងប្រឡងលោកដែលខ្ញុំបានអានដឹងអត់ថ្លៃបងខ្ញុំនិយាយពីអានឹងអត់ជាព័ត៌មានបើកឆាកហ្នឹងណាខ្ញុំមានជំងឺដូចតួឯងនៅក្នុងរឿងប្រឡងលោក BL ដែលខ្ញុំបានអានហើយវិធីព្យាបាលគឺជាខ្យល់ដង្ហើមរបស់តួឯង Edred Deadcam នឹងឯងបន្ទាប់ពី Edred ស្លាប់មួយឆ្នាំខ្ញុំកើតតែធ្ងន់ធ្ងរហើយស្លាប់ដែរបាត់ទៅរមុំដឹងហូបពេលបាត់ហើយខ្ញុំបានឃើញបន្លំប្រវត្តិរូបហើយទៅធ្វើការនៅវិមាន Deadcam ក្នុងនាមជាក្មេងប្រុសមកអញ្ចឹងទេតែស្លាប់ពីលងរួចហើយដើម្បីចូលចិត្ត Edred លឿនបំផុតមានតែធ្វើជាអ្នកបម្រើអញ្ចឹងបានគេតែងតែស្វាគមន៍នេះជាវិមាន Deadcam ឃើញម៉ៃហើយស្អាតដូចវាអញ្ចឹងទាំងក្មួយជាអ្នកដែលគេជួបមុខថ្មីមែនបាទ Robelia មែនទេខ្ញុំចង់និយាយថាខ្ញុំឈ្មោះ Robert ខ្ញុំឮថាឯងនឹងនៅជាមួយអ្នកប្រុស Edred Deadcam មួយជីវិតទោះបីជាឯងឮពាក្យចចាមអារម្មណ៍ហើយតើឯងនៅតែចង់ធ្វើការទៀតឬ Edred Deadcam គេអាយុបងខ្ញុំ4ឆ្នាំខ្ញុំ16ឆ្នាំចុះគេប្រហែល12ឆ្នាំហើយបើតាមសាច់រឿងដើមក្នុងរឿងយប់នៅរាជធានីគេកម្រចេញក្រៅណាស់អញ្ចឹងហើយគេចាប់ខ្លាចណាស់និយាយមែនគ្មានបញ្ហាមិនថាគាត់ទិញខ្សោយប៉ុណ្ណាក៏ដោយមិនថាស្ថានភាពយ៉ាងម៉េចតែវាមិនហេតុពេកទេហើយអញ្ចឹងក៏ដោយគាត់សង្ហាឆាប់ប្រឡឹងហ្មងតែខ្ញុំធ្លាប់ស្លាប់ដោយសារជំងឺនឹងម្ដងរួចហើយវាជាជំងឺតែមួយអញ្ចឹងហើយខ្ញុំក៏អាណិតគាត់ដែរពេលឆ្នាំចុងក្រោយហ្នឹងជីវិតរស់ជាតិអាក្រក់ដូចអាចតែអេដ្រីគេពិធានាជាងនឹងទៀតនេះជាបន្ទុំរបស់ម្ចាស់ឯងនិយាយតាមត្រឹមមិនធម្មតាទេដែលជំងឺអាចផ្លាស់ប្ដូរចរិតមនុស្សបានខ្ញុំអាចយល់បានយកចេញទៅយកសម្រាមទាំងអស់នេះចេញពីយើងទៅសុំលេបអីដែលនិយាយមិញវិញអត់ខ្ញុំអត់ដឹងអីទាំងអស់អេចាំបន្តិចឈុយអាប៉ែនេះស្អាតគ្រប់វ័យគ្រប់កលៈទេសៈតែម្ដងសំបីពេលបារម្ភពេលខឹងពេលខ្លាចសម្រាប់ខ្ញុំវាគ្រាន់តែខ្លាំងជំនួយដល់ប្រលឹងមើលទៅដង្ហើមរបស់គាត់ជាវិធីព្យាបាលតែមួយគត់សំបីតែខ្យល់ខាងក្រៅក៏ស្រស់ស្រាយដែរអីគេដង្ហើមរបស់អេត្រាជាវិធីព្យាបាលខ្ញុំនឹងជាសះស្បើយដោយគ្រាន់តែនៅចិត្តគាត់អាការខឹងនឹងគ្រាន់តែជាថ្នាំព្យាបាលប្រលឹងប៉ុណ្ណោះគ្រាន់តែមើលមកក៏ដឹងតែស្រស់ស្រាយប៉ុណ្ណាដែរជួយភ្លេចបារោបាទសាមភ្លេចឡើងពី3ដងហើយនឹងស្អីគេនេះជួយព្រះអភ័យចង់ងំឈប់ដូចស្រដៀងជាថ្នាំដែលគ្រួសារខ្ញុំអត់មានសមត្ថភាពទិញផ្ទះនេះមានជួយម៉ៃហើយខ្ញុំខ្លាញ់ខ្លួនជាអ្នកបម្រើមិនចាស់បើអញ្ចឹងខ្ញុំធ្វើពុតជាសម្អាតវាហើយលិតវាជួយអានឹងតែកុំគប់ចោលអីអាថ្នាំម្ដុំនឹងមានតម្លៃជាងផ្ទះខ្ញុំទៀតណាចាំអីទៀតទោះស្អីយើងលើជង្គង់មកជួយសុកឯងលើជង្គង់ធ្វើអីអ្នកប្រោថ្នាំនឹងបើកងតែបោះចោលតែដែរយកមាត់ខ្ញុំធ្វើធុងសម្រាប់ហ្មងទៅចាកែមួយសូនចាអញ្ចឹងបើលោកប្រុសអត់ថាអីទេចាឲ្យខ្ញុំមកទោះប្រុសគាត់កំពុងគិតទោះស្អីយើងឈួតមែនហ្នឹងហេយ៉ាជីវិតមនុស្សមិនមែនជួបរឿងអាក្រក់រហូតទេតែមិនបាច់មើលមុខឯងភ្នែកចេញផ្កាយហើយទោះប្រុសគាត់ខឹងពេលឡងស្គឺថ្មិញដេញតួស្រីយើងចេញហើយអ្នកណែស្ដាប់វិជាទៀតទៅមកគេមែនហ្នឹងចេញពីក្រៅយើងឲ្យលឿនសុំតបផងអ្នកប្រុសសម្រាប់ភាពមិនសមស្របក្នុងថ្ងៃដំបូងខ្ញុំនឹងស្ដាប់តាមបញ្ជារបស់អ្នកប្រុសគាត់ទៅមើលមុខតួប្រុសក៏ដឹងដែរនេះយើងមិនបានឲ្យឯងទៅឈរនៅនឹងយន់ហ្នឹងទេចេញឲ្យផុតពីបន្ទប់នេះទៅខ្ញុំយល់ហើយមានកូនឆ្កែមួយនៅម្ដុំហ្នឹងមែនតែអូនអីមួយរបស់គេមិនសមមិញអូខេឆ្កែក៏ឆ្កែមនុស្សដែលធ្វើឲ្យអ្នកប្រុសតូចខ្លាចនៅថ្ងៃដំបូងហេរ៉ូបេបងរីមសុនអរុនសួស្ដីឯងមកនឹងយូរនៅអ្នកបម្រើរបស់អេឌ្រីតរីមសុនពូនឹងមកថ្មីដូចតែខ្ញុំដែរនឹងមុនមកគាត់ធ្វើជាទាហានស៊ីឈ្នួលណាគេក៏ភ្ញាក់ផ្អើលដែរព្រោះរូបរាងឯងមិនដូចអ្នកបម្រើសោះពេលជួបគ្នាដំបូងគាត់ថាឃើញមុខឯងខ្ញុំនឹកដល់ប្អូនប្រុសរបស់ខ្ញុំនៅជនបទបងឯងមិនបងខ្ញុំទេគឺជាក្មេងដែលតូចល្អិតហើយទន់ខ្សោយដូចឯងចឹងខ្ញុំមិនដឹងថាគាត់ពលអីទេហេបងឯងជាប្រភេទមនុស្សសាមដែលធ្វើឲ្យមនុស្សខឹងអញ្ចឹងមែនតែគាត់មើលថែខ្ញុំដូចប្អូនប្រុសអញ្ចឹងបងលឺអ៊ំម៉ាត់និយាយរឿងមិនសមមិនច្បាស់ចាស់គាត់ក៏បានដឹងរឿងនេះដែរក្នុងពេលដែលគាត់គ្រូចូលអញ្ចឹងឯងគួរតែចេញទៅមិនមុខរហើដូចអត់មានអីហាត់យកវិញមានអីខុសនិយាយទៅណាប់ចឹងចុះបើអ្នកប្រុសខឹងហើយដាក់ទោសឯងគិតមិនថាលោកជំទាវជាល្អប៉ុណ្ណាទេតើឯងមិនដឹងទេពួកគេមិនមែនអភិជន2ក្នុង100ទេតែខ្ញុំជាអ្នកបម្រើរបស់អ្នកប្រុសបើសិនអ្នកគ្រប់គ្នាចេញតាមគាត់បញ្ជាហើយបើខ្ញុំអញ្ចឹងដែរតែណានៅបម្រើអ្នកប្រុសខ្ញុំវេទនាចង់ងាប់ល្មមបានធ្វើការនៅនឹងចង់ឲ្យខ្ញុំចេញទៅវិញដែរតែមែនទោះបីត្រូវដាក់ទោសក៏ដោយខ្ញុំនៅតែធ្វើការដោយទំនួលខុសត្រូវរបស់ខ្ញុំដែរទោះបីត្រូវដាក់ទោសក៏ខ្ញុំបានអីដែលខ្ញុំចង់បានដែរនេះឯងហួសហេតុពេកតិចដឹងមិនក៏គេតាំងចិត្តខ្លាំងម្ល៉េះឯងមិនគួរអ្នកប្រុសតូចសុំមេត្តាក្រោកមកវាយូរហើយតាំងពីខ្ញុំ
ខ្ញុំក្រកមកអញ្ចឹងក៏ដល់ខ្ញុំមិនអីទេតែបើចង់នៅជាមួយគាត់ឲ្យបានមួយឆ្នាំទៀតត្រូវតែសិក្សាជាមួយគាត់ធ្វើមិនបានអេត្រីទុកចិត្តទៅអញ្ចឹងនៅមកខ្ញុំក៏តែនិយាយដល់ទុនភ្លន់ក៏បញ្ញាពេកអ្នកប្រុសដឹងរឿងមួយអត់រឿងស្អីថ្ងៃហ្នឹងមានភ្លៀងណារួចយើងអ្នកធ្វើឲ្យភ្លៀងគ្រាន់តែថាបើអ្នកប្រុសចង់រីករាយនឹងសម្លេងទឹកភ្លៀងខ្ញុំបើបង្រួចឲ្យអ្នកបំរើឯងមិនខុសពីយើងទេអធិស្ឋានអ្នកប្រុសកំពុងហាខ្ញុំមែនឯងនឹងបើមិនមែនឯងអាខ្មោចណាឲ្យខ្ញុំផងនៅនឹងមិនមែនអ្នកបំរើមានតែខ្ញុំណាអញ្ចឹងខ្ញុំមិនដឹងថាអ្នកប្រុសហៅខ្ញុំទេតែលែងមានលើកក្រោយទៀតហើយខ្ញុំឈ្មោះរ៉ូបែនបើលើកក្រោយអ្នកប្រុសហៅឈ្មោះខ្ញុំនឹងជីមីសិលមកបំរើអ្នកប្រុសឯងអ្នកប្រុសអាហារពេលព្រឹកយើងមិនត្រូវការទំនងឆ្ងាញ់ចុយម៉ៃហើយឯងមិនចេះវិសមនោះទេយើងប្រាប់ហើយថាយើងមិនត្រូវការប៉ុន្តែអ្នកប្រុសអត់ហូបបាយចឹងតិចងាប់លោកជំទាវក៏បារម្ភពីអ្នកប្រុសដែរយកចេញទៅបាននៅតែអញ្ចឹងទៀតងាប់លើហើយមើលសុទ្ធតែឆ្អឹងអ្នកប្រុសខ្ញុំមានវិធីមួយបើអត់ចង់ញ៉ាំម្នាក់ឯងទេចាំខ្ញុំកំដរយើងមិនចង់សំបីតែបន្តិចខ្ញុំមិនមែនមនុស្សចោះចាញ់ងាយទេណាគេទៅដឹងថាលោកជំទាវដាក់ថ្នាំពោចូលឬអត់អីយ៉ាទោះថ្ងៃនេះខ្ញុំរស់នៅស្រួលតែថ្ងៃក្រោយមិនប្រកាសទេមិនក៏គេនិយាយអញ្ចឹងនៅមុខអ្នកបម្រើរបស់លោកអុកញ៉ាអញ្ចឹងពិតណាស់ខ្ញុំអត់យល់បានអត់ម្ដាយបង្កើតរបស់អេទ្រីតត្រូវបានស្លាប់ដោយសារថ្នាំពុលហើយអេទ្រីតដឹងប្រកាសណាស់បើជាមានពាក្យជាចាំអារ៉ាមច្រើនក៏ដោយអ្នកណាទៅជឿទៅលោកជំទាវត្រូវបានគេស្គាល់ថាចិត្តល្អនិងស្រស់ស្អាតហើយគាត់ក៏មានអ្នកស្រឡាញ់ចូលចិត្តច្រើនដែរនិយាយទៅអានឹងជាអាហារដែលរៀបចំដោយឃាតករសម្រាប់ម្ដាយរបស់គេអ្នកប្រុសពេលនេះខ្ញុំមានវិធីមួយខ្ញុំនឹងភ្លក់វាដើម្បីសាកល្បងព្រះអាហារនេះធ្លាក់ពីលើមេឃមែនបានឆ្ងាញ់ណាស់ឃើញអត់ងាប់ផងហេអូនអាហារអ្នកប្រុសទេមកហាមកអ្នកប្រុសប្រកាសណាស់ខ្ញុំជឿពាក្យរបស់អ្នកប្រុសមិនមែនរ៉ូបូតអត់អាចសម្រេចចិត្តបានទេអញ្ចឹងកុំឲ្យការខំប្រឹងខ្ញុំអត់ប្រយោជន៍អីត្រូវអត់មកហាមកតែនៅនិយាយទៅនៅអញ្ចឹងទៀតបានស៊ីមួយចានស៊ុបនឹងលើហើយសុំតើអញ្ចឹងគេឈប់ងគេហើយហ្នឹងអញ្ចឹងខ្ញុំនឹងនៅខាងក្រៅចាំអ្នកប្រុសញ៉ាំរួចមែនខ្ញុំចង់នៅចិត្តគាត់តែវានឹងល្អដើម្បីឲ្យគាត់មានអារម្មណ៍ពេលញ៉ាំដោយរីករាយណាអ្នកប្រុសកុំទុកចិត្តអ្នកនៅទីនេះមកកូនសម្លាញ់រស់នៅឲ្យបានល្អអ្នកមកខ្ញុំយល់សោកឃើញអ្នកមកមែនទេតែទឹកណាស់ព្រោះតែមន់ថ្មីម្នាក់នោះធ្វើឲ្យខ្ញុំស្រេកឡើងស្រកមើលទៅអ្នកប្រុសត្រូវកាត់ទឹកហើយខឹងឡើងស្រមើស្រមៃហើយខ្ញុំដឹងថាអ្នកប្រុសមិនសប្បាយចិត្តមកទឹកបន្តិចទៅណាគេយកឲ្យខ្ញុំអ្នកបំរើទាំងអស់ដូចជាចេញក្រៅអស់ហើយរ៉ូបែតថាមិនរ៉ូបែតទៀតអ្នកប្រុសត្រូវការអីទៀតអត់បើត្រូវការអីហាក់ខ្ញុំទៅនឹងជាផ្លូវទៅទ្វារគ្រាន់តែទិញវាំងណូនមកវិញគ្រប់យ៉ាងចឹងទេឯងខ្ញុំមានមោទនភាពណាស់អញ្ចឹងអេទ្រីតជាម្ចាស់ទៀតខាងខ្ញុំត្រេកអរដែលគាត់បានប្រសើរឡើងនេះគឺត្រូវអរគុណដល់ការខំប្រឹងរបស់លោកជំទាវខ្ញុំមិនបានធ្វើអ្វីច្រើនទេវាជាអ្វីដែលខ្ញុំអាចធ្វើបានសម្រាប់អ្នកស្នងមរតកខ្ញុំមិនអាចសំបីតែនៅចិត្តគេគ្មាននៅខ្លាចខ្ញុំណាស់លោកជំទាវដូចជាអ្នកបរិសុទ្ធអញ្ចឹងទោះបីដឹងថាស្វាមីខ្លួនមានកូនក្រៅខោក៏ដោយគាត់នៅតែយកគេពីកន្លែងអនាធិបតេយ្យហើយមើលថែគេដោយក្តីស្រឡាញ់ទៀតមិនក៏មនុស្សសែនល្អបែបនេះមិនអាចមានកូនម្ដងទៀតចឹងថ្ងៃមុខសុំមើលថែអេទ្រីតបានល្អផងនិយាយអញ្ចឹងនៅបម្រើម្នាក់ដែលលោកថាគួរឲ្យសរសើរឈ្មោះរ៉ូបែតមែនបាទគេឈ្មោះរ៉ូបែតដំឡើងប្រាក់ខែឲ្យក្មេងដែរអេទ្រីទុកចិត្តម្នាក់នោះទៅបើលោកស្រីរ៉ូបែតមានគំនិតខ្លះស្ដារមកពេលខ្ញុំដឹងរឿងរ៉ូបែតក៏មកបន្ទប់ខ្ញុំកំហុសឲ្យខ្ញុំឃើញសូមបដូរវិជ្ជបណ្ឌិតដែលឲ្យថ្នាំគេថាបដូរដបថ្នាំទៅជាអាស៊ីតហ៊ីដឺព្រោះវារឹងខ្លាំងអាចរក្សាថ្នាំបានយូរអញ្ចឹងទេពេលរកមើលវាក៏មានដបថ្នាំបែបនេះមិនទោះបីវាថ្លៃពិតមែនតែក៏អាចជៀសវាងដៃភ្លើងជើងមាន់របស់អ្នកប្រុសបានដែរតែជាល្អណាស់មិនចាំបាច់ខ្វល់ពីតម្លៃទេបាទលោកស្រីយើងនឹងរៀបចំវាភ្លាមខ្ញុំលាសិនហើយហេឯងជឿអត់គេនិយាយថាម្ដាយបង្កើតរបស់អ្នកប្រុសទៅជាធ្មប់ណាអញបានលើដែរតើលោកជំទាវអត់មានកូនតិចដោយសារបណ្ដាសារបស់ធ្មប់ទៅតែហើយមនុស្សល្អមិនគួរជួបរួមចឹងសោះពេលជាចាំអារ៉ាមកើតឡើងពេលដែលអ្នកអំរើចេញទៅបើតាមសាច់រឿងដើមច្បាស់ជាកម្ររបស់លោកស្រីមិនខានទេខ្ញុំឮថាអ្នកប្រុសក៏ទទួលបានឈឺពីមេធ្មប់ដែរមេធ្មប់គេឡើងស្អាតលើតែអសមកថាគេមេធ្មប់នេះគ្រាន់តែក្រឡេកខ្ញុំដឹងហ្មងថាម្នាក់នឹងធ្វើឲ្យព្រះរាជាជាឡងគ្រាន់តែឃើញដំណគេសង្ហាពាក្យនឹងចេញពីមាត់ហែងមែនជួយគំនិតរបស់ចេញមកក្រៅមែនសង្ហាត្រូវឲ្យអ្នកប្រុសសង្ហាខាប់ប្រឡឹងមកហេឯងឈួតមិនរាល់ថ្ងៃឯងស៊ីមុខសង្ហាមែនពុំចេញបោករូបរឿងមនុស្សអាយ៉ាវារំលឹកខ្ញុំឮថាគាត់ឧស្សាហ៍អស់លុយពីគូតខោដោយសារចាញ់បោកស្រីស្អាតសោះហ្នឹងឯងកំពុងជេរបងមែនឯងអត់បានឮពាក្យចាចាំអារ៉ាមទេអីបងនៅជឿលើសាន់តាក្លសមែនស្អីគេបងមិនមែនក្មេងទេបងមិនជឿទេសាន់តាក្លសនឹងមេធ្មត់សុទ្ធតែជារឿងគ្មានហេតុផលគ្មានពិតហើយក៏គ្មានផុសតាំងអញ្ចឹងបងនៅជឿទៀតអត់
ទេវាគ្មានមូលដ្ឋានទេ គាត់បាននិយាយថាតាំងពីអ្នកប្រុសមករស់នៅវិមាននេះក៏មិនដែលឃើញអ្នកប្រុសទៅបន្ទប់ទឹកទេដល់អញ្ចឹងគាត់គិតថាអ្នកប្រុសក៏រំដោះទុកសាននៅក្នុងបន្ទប់គាត់តែមានមិនអាចទេចឹងពេលជាចាំរំជាការសន្តាននេះត្រូវខ្លាំងខុសខ្លាំងជាការប៉ັດដែលអ្នកប្រុសមិនដែលទៅបង្កន់សំបីម្ល៉េះតែវាមិនលើសារឈាមជាមេធ្មប់ឬក៏បណ្ដាសាទេនឹងដោយសារឈាមរបស់ម្ដាយរបស់ឯងប្រុសនឹងឯងអំបោះដល់កម្រអាហ្គាអាយហ្វូមិនជាការកុហកទេតែពួកគេរស់នៅដោយសេចក្តីស្រឡាញ់របស់ព្រះតែឥឡូវដាច់ពួកអស់បាត់ហើយពួកគេរស់នៅព្រៃរបស់ព្រះកន្លែងដែលសម្បូរដោយដើមឈើកន្លែងដែលមនុស្សមិនអាចទៅដល់ពួកគេរស់នៅដោយសេរីភាពនៅក្នុងសម័យបុរាណវាធ្វើឲ្យខ្ញុំប៊ីឈគួរដោយសារវាខ្ញុំមិនអាចយល់បានទាំងអស់ទេឯងកំពុងគិតអីនឹងរ៉ូប៊ែតញ៉ាំហើយទៅនិយាយគ្នាជាមួយបងមួយផ្លេតរ៉ូប៊ែត ព្រាមសងបងហាងខ្ញុំធ្វើអីភ្លាមចឹងបងឆ្ងល់អីមែនឯងមិនក៏ឯងធ្វើអញ្ចឹងដែរលោកប្រុសខ្លួនឯងចឹង ដឹងមិនហើយថាគាត់នឹងសួរតែគាត់ចង់មានន័យពីអីហ្នឹងនិយាយអីតណាប់ចឹងអ្នកដែលមិនដឹងគិតថាគ្មានអ្នកណាចង់បំរើអ្នកប្រុសថៃតែមិនមែនទេខ្ញុំចង់ថាមិនក៏ឯងត្រង់ងប់ងល់នឹងឆៅវាយឯងម៉េះហើយនិយាយមិនឲ្យឯងយល់ទៅអើក៏ក្រិចម៉េះហាអត់កសអីស្អីគេប៉ុណ្ណឹងក៏ក្រិចហើយឯងទៅលឹតកំរាព្រមរបស់អ្នកប្រុសឆុយនិយាយអីហ្នឹងនិយាយម្ដងទៀតមើលបាទបងនឹងឈប់វែងឆ្ងាយហើយប្រាប់បងពីការពិតមកបងឯងចង់និយាយអីនិយាយមកខ្ញុំចង់ស្ដាប់ហើយប៉ុណ្ណឹងមិនក៏ថ្ងៃដំបូងឯងទៅលឹតកំរាព្រមរបស់អ្នកប្រុសទៅអញ្ចឹងប្រហែលឯងជួយចិត្តរបស់ផ្លែហើយតែអាកំរាព្រមនឹងរសជាតិមិនដែរនិយាយពីអាគុយម៉ៃអីហ្នឹងមែនអាថ្នាំដែលបោះចានហ្នឹងវាថ្លៃអញ្ចឹងហើយបានខ្ញុំប្រើវិធីគួរឲ្យអាណាដើម្បីយកវាមកអូនឯងយកអាហ្នឹងបោះចោលខ្លួនឯងមែនបានខ្ញុំមានធុកមកកអាណាតែក្រនក្រែងជារបស់តបតែងអីតែខ្ញុំធ្វើវាឡើងសម្ងាត់ថាប្រហែលគាត់ឃើញហើយមើលទៅចំទីគាត់ដឹងថាខ្ញុំជាស្រីដែរទៅឯងបានលុតមែនក៏អីមិនអីទេមិនថាឯងមិនអាចធ្វើអញ្ចឹងបានទេបងយល់កុំបារម្ភគ្មានអីគួរឲ្យខ្មាស់ទេរ៉ូប៊ែតបងប្រុសឯងនឹងយកពីឯងជានិច្ចឯងមានបានលុតកំរាជាងប្រើរងថ្ងៃអត់ហេនៅឲ្យឆ្ងាយពីខ្ញុំតិចទៅព្រោះខ្ញុំមានជំងឺពួកបងឯងសង្ហាដោយអ្នកប្រុសមែនបានគាត់ថាខ្ញុំធ្វើអញ្ចឹងដែរល្អចឹងបងមិនស្អាតដោយអ្នកប្រុសទៅត្រូវហើយចឹងអ្នកប្រុសស្អាតណាស់វាជារឿងធំអេមីលីដៃខានលោកជំទាវណៃដៃខានក៏តែងតែចូលរួមកម្មវិធីសប្បុរសធម៌ជាឧទាហរណ៍សម្រាប់មនុស្សគ្រប់គ្នានិយាយទៅអមនឹងល្បិចសាហាវមកក្នុងចំណោមអភិជនសពពលលឿងមហាកម្ររស់រាយតង់ដាជាទេពកោសលចម្រុះគេល្បីថាមុនរៀបអានឹងមានអភិជនកំណត់ចង់ឲ្យអមនឹងធ្វើជាលោកជំទាវក្នុងគ្រួសាររបស់ពួកគេនិយាយទៅអមនឹងស្តង់ដារអភិជនហ្មងអូអញជារ៉ូប៊ែតសូកុំឲ្យគាត់លបងបានអេដ្រេតបាត់បង់មនុស្សដែលគេទុកចិត្តដោយសារអមនឹងណាអមនឹងបំផ្លាញផតតាំងបានស្អាតសាហាវអញ្ចឹងហើយគ្មានអ្នកណាសង្ស័យលើគាត់ទេខ្ញុំមិនបានអានរឿងមុនណាខ្ញុំក៏ប្រហែលចាញ់បោកអមនឹងដែរខ្ញុំលើថាអញឆ្លាតហើយប្រឹងធ្វើការទៀតអមនឹងហ្វេកទេបានអរគុណទោះយ៉ាងណាមិនអីទេមែនទេដែលលោកជំទាវហៅខ្ញុំមកជួបអញ្ចឹងគាត់គិតថាខ្ញុំដូចក្មេងទូទៅស្រួលបោកហើយលបលន់គាត់នឹងគិតអញ្ចឹងអមឯងមើងងាយខ្ញុំពេកហើយអញមិនបាច់បារម្ភទេមេកាថាអេដ្រីកាន់តែប្រសើរតាំងពីឯងមកដល់វាគឺខ្ញុំសូមឲ្យគាត់បានសរសើរឯងតែខ្ញុំគិតថាត្រឹមការសរសើរមិនគ្រប់គ្រាន់ទេដោយសារឯងបានជួយកូនខ្ញុំវាមានតម្លៃសម្រាប់ខ្ញុំអាយ៉ានិយាយឲ្យចំទៅចង់សោកខ្ញុំមែនខ្ញុំព្រមយកប៉ុន្តែខ្ញុំអត់បានធ្វើអីផងហ្នឹងបើឯងនៅជាមួយកូនខ្ញុំយូរគេប្រហែលប្រសើរឡើងមានអីអាចជួយអ្នកប្រុសតូចឲ្យប្រសើរឡើងឯងអាចប្រាប់ខ្ញុំបានបាទខ្ញុំនឹងធ្វើប្រកាសណាលោកជំទាវថ្នាំដែលខ្ញុំរៀបចំឲ្យលើកមុនចឹងមិនដែរមែនហើយថ្នាំជាបញ្ហាតែអាប៉ែកនឹងរត់តែជាបញ្ហាក្នុងបន្ទប់ប្រណិតដែលគេមិនមានអ្វីជារបស់គេសូម្បីអ្នកបម្រើក៏ជារបស់លោកជំទាវដែរអ្នកប្រតូតលោកមិនសប្បាយចិត្តមែនគេអញ្ចឹងណាជំងឺខ្ញុំនិងអេដ្រេតមាននឹងរឹងក្បាលដូចដែរអញ្ចឹងត្រូវបានគេហៅថាជំងឺបិសាចគ្មានវិធីព្យាបាលដំបងក៏ចឹងពិបាកកំរើកក្រោយមករលួយមួយរយៈក្រោយរៀលដាល់ដល់ជើងផ្លូវនិងចុងក្រោយបេះដូងនឹងវាឈឺចាប់ដោយនរោអញ្ចឹងឃើញក្មេងដែរគេស៊ូទ្រាំខ្លាំងជាងខ្ញុំទៀតអញ្ចឹងអាណិតណាស់បើខ្ញុំវិញយំអោបម៉ែអោបឪអោបបងរាល់ថ្ងៃយូរទៅកាន់តែអាក្រក់ទៅតែត្រូវបរិភោគឲ្យបានទៀងទាត់ហើយខឹងច្រើនពេកប្រយ័ត្នឆាប់ងាប់ណាស់មែននឹងលើថ្នាំទៅដឹងតែធូរហើយគ្រូពេទ្យបង្រៀនរបៀបសង្គ្រោះបន្ទាន់តិចមើលឯងសុំស្អីទៅណាប់ចឹងហ៎ខ្ញុំចង់ជួយបើមានរឿងអាសន្នកើតឡើងឬក៏អ្នកប្រដួលសន្លប់ឯងចង់ឲ្យយើងដួលសន្លប់ខ្លាំងណាស់មែនទេដោយសារខ្ញុំជាអ្នកបម្រើរបស់អ្នកប្រុសហ្នឹងប្រដងអត់ហូបបាយអត់លាបថ្នាំផងហ្នឹង
ចុះបើសុកដូចសន្លប់ក៏យ៉ាងម៉េចយ៉ាខំបារម្ភអីខ្ញុំនឹងមើលថែអ្នកប្រុសឲ្យបានល្អអញ្ចឹងអ្នកប្រុសអាទិត្យក្រោយខ្ញុំនឹងមកម្ដងទៀតអាថ្នាំនឹងយើងមិនត្រូវការទេបោះចោលអស់ទៅយើងស្អប់ទីនេះចុយម៉ៃហើយយកយើងចេញពីនរោនេះទៅអេត្រេតមិនដែលចេញពីវិមានទេទោះបីជាគេចង់ចេញក៏ដោយក៏គ្រូពេទ្យឲ្យទៅដែរព្រោះវាគ្រោះថ្នាក់អញ្ចឹងអ្នកប្រុសត្រៀមចេញក្រៅហើយនៅឯនិយាយអីអត់ប្រយោជន៍ទៀតហើយអត់ប្រយោជន៍យ៉ាងម៉េចហើយអ្នកប្រុសនឹងបានចេញក្រៅតែវាមានលក្ខខណ្ឌខ្លះខ្ញុំលឿនអ្នកក្រៅចង់ចេញក្រៅក៏ជួយទៅអញ្ចឹងស្ដាប់តាមការសុំរបស់ខ្ញុំទៅមកទៅខាងក្រៅតែយើងត្រូវមានលក្ខខណ្ឌខ្លះដោយសារខ្ញុំធ្វើឲ្យបំណងរបស់អ្នកប្រុសបានសម្រេចអញ្ចឹងអ្នកប្រុសត្រូវសម្រេចបំណងខ្ញុំវិញតែដល់សំណុំពរទេវារៀងច្រើនតិចហើយអញ្ចឹង8អត់ទេ5មិនដែរបានហើយ3តែ3សំណុំពរទេឯលេខសតនឹងយើងមែនអ្នកប្រុសក៏ដឹងខ្ញុំជាអ្នកបម្រើមានអីកាត់ឡើងបាននាំអ្នកប្រុសទៅក្រៅអាចថាគេកាត់ក្បាលចោលខ្ញុំមិនដឹងបានក្បាលមកពីណាយកមកពាក់មួកទៀតទេឈប់តែបែរទៅចង់យ៉ាងម៉េចនិយាយមកទី1អ្នកប្រុសត្រូវយកខ្ញុំធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនបើអញ្ចឹងគេចង់ធ្វើអីទៀតហើយមួយថ្ងៃហ្នឹងនៅក្នុងវិមានរឿងមិនគួរឲ្យជឿច្រើនណាស់គេធ្វើពុតជាមិនដឹងថាខ្ញុំនាំចេញក្រៅឯណាអ្នកប្រុសបើអ្នកប្រុសរួចហើយយើងទៅហ្មងទៅកាន់តែលឿនកាន់តែល្អអញ្ចឹងគេគ្មានអីគួរឲ្យសង្ស័យទេអ្នកបម្រើផ្ទាល់ខ្លួនខ្ញុំគេប្រហែលជាមនុស្សរបស់លោកជំទាវហើយប្រហែលលោកជំទាវឲ្យគេចាប់យកខ្ញុំចេញពីអង្គរៈហើយតែខ្ញុំចិត្តបានទៅផ្ទះហើយមកបន្សល់ទុកផ្ទះឲ្យតែមកបែរជាអ្នកចាក់ចេញខ្ញុំខំទប់អត់ប្រាប់គាត់រហូតដល់ឥឡូវមិនចឹងទេខ្ទេចអស់ហើយតែឥឡូវខ្ញុំមានឱកាសហើយអញ្ចឹងខ្ញុំត្រូវទៅយករបស់សំខាន់ទាំងអស់មកវិញដើរលេងឲ្យសប្បាយណាស់អេតបាទខ្ញុំដឹងតែមើលថែអ្នកប្រុសខ្ញុំហើយបើខ្ញុំប្រាប់គេច្បាស់ជាលឺដល់លោកជំទាវហើយគេគិតថាកំពុងដើរលេងអ្នកប្រុសខ្ញុំមានរឿងចង់ប្រាប់ដឹងតែតណ្ហាទៀតហើយអ្នកប្រុសខ្ញុំត្រូវលោកជំទាវសូប៉ាន់ណាគាត់ឲ្យខ្ញុំរាយការណ៍សកម្មភាពរបស់អ្នកប្រុសឲ្យគាត់កុំឲ្យចន្លោះឲ្យខ្ញុំថាចាំខ្ញុំធ្វើតាមអ្នកប្រុសមិនចាំបាញ់បារម្ភទេយើងនៅក្រុមជាមួយគ្នាចាំខ្ញុំជាអ្នករៀបចំគ្រប់យ៉ាងអ្នកប្រុសគ្រាន់តែទុកចិត្តខ្ញុំទេឥឡូវទៅបានហើយកុំខឹងច្រើនពេកអីគេក្រុមតែមួយកុំឲ្យខឹងយើងជាគ្នាឯងតាំងពីកាលអីគេទៅដឹងថាយើងជាគ្នាឯងអូហូអ្នកប្រុសខ្ញុំអូនធ្វើអីគួរឲ្យស្អប់ពេកអ្នកណាទៅដឹងបើឯងព្យាយាមកំចាត់ខ្ញុំដោយយកខ្ញុំចេញឲ្យឆ្ងាយពីអង្គរៈមិនគួរឲ្យជឿសោះតែនឹងជាអីដែលអាចយល់បានមនុស្សដែលគាត់ទុកចិត្តក្រៅពីម្ដាយគាត់បានបំពន់ម្ដាយបង្កើតរបស់គាត់បើខ្ញុំជួបរឿងដូចគ្នាអញ្ចឹងក៏ខ្ញុំអត់ជឿអ្នកណាលើលោកនេះដែរកុំសន្តិព្រៃផ្សាយតែខ្ញុំយល់តើឯងមានតម្លៃខ្លះទេទោះបីជាឯងមិនចូលចិត្តយើងទោះបីជាវាគួរឲ្យធុញតែឯងនៅតែទ្រាំអត់ខ្ញុំដោះស្រាយជាមួយមនុស្សដែលមិនជឿអីដែលខ្ញុំនិយាយមកបៀអញ្ចឹងអាបៀមិនត្រូវអ្នកប្រុសនិយាយត្រូវខ្ញុំគ្មានតម្លៃទេព្រោះខ្ញុំគ្មានអីទាំងអស់ហើយខ្ញុំគ្មានចូលចិត្តអ្នកប្រុសអីមកបៀទេអ្នកប្រុសសាច់គិតមើលអ្នកប្រុសអាចចូលចិត្តអ្នកដែលខឹងអ្នកប្រុសឲ្យគប់របស់កណ្ដាលមកអ្នកប្រុសដែលរបៀបណាល្អបានអញ្ចឹងខ្ញុំបំពេញបំណងធ្វើលេងតែខ្ញុំនិយាយចឹងដោយសារអ្នកប្រុសមើលទៅជឿអីដែលខ្ញុំនិយាយពេកហើយអ្នកប្រុសនៅតែសង្ស័យខ្ញុំដោយសារទំនាក់ទំនងខ្ញុំជាមួយលោកជំទាវស្រីមែនកុំធ្វើអញ្ចឹងមើលកុំរើសអើងខ្ញុំមើលខ្ញុំក៏ជាមនុស្សដែរណាមួយហើយខ្ញុំអត់ចូលចិត្តលោកជំទាវសំបីមិនតិចជាងលោកជំទាវខ្ញុំចូលចិត្តមនុស្សស្មោះត្រង់ដូចអ្នកប្រុសជាងកុំតែប៉ែពេកមើលតែវាជាការពិតណាយើងនឹងវាយឯងពេលមកវិញអត់ទេអ្នកប្រុសមិនធ្វើទេតែលោកជំទាវអ្នកវាយឬក៏គាត់ដេញខ្ញុំចេញព្រោះលោកជំទាវជាអ្នកឲ្យលុយខ្ញុំហ្នឹងត្រូវហើយអានឹងជាការបោកប្រាស់តែខ្ញុំគ្មានជំរឿទេខ្ញុំដឹងពីរបៀបដែលវាកាត់ឡើងគាត់អត់ដឹងអីទាំងអស់កាលពីមុនគាត់អត់បានរៀនសូត្រទេដោយសារគាត់មកពីគ្រួសារអ្នកក្រហើយសំបីទៅជាអភិជនហើយក៏អត់បានរៀនសូត្រត្រឹមត្រូវទៀតដោយសារអញ្ចឹងវាជាប្រយោជន៍សម្រាប់ខ្ញុំហើយយ៉ាងណាបើអ្នកប្រុសចង់ផាយខ្ញុំអ្នកប្រុសត្រូវខ្លាចជាគ្រូជោគជ័យហើយប្រសើរឡើងជាមុនសិនបន្ទាប់មកអ្នកប្រុសចង់ធ្វើអីក៏បានអ្នកប្រុសប្រកាសជាអាចទាត់ក្បាលខ្ញុំចោលហើយច្របាច់កខ្ញុំក៏បានអាគ្រូជោគជ័យនឹងមិនអ្នកប្រុសយើងត្រូវឈប់បន្តិចសិនអ្នកប្រុសមកមើលមកវាអត់ល្អទេមែនប្រលឹងនៃដេតខាងភ្នំរសលេព្រមទាំងទឹកដីដ៏អស្ចារ្យទាំងនេះជារបស់អ្នកប្រុសណាហើយអ្នកជាសេះដ៏អស្ចារ្យទាំងអស់នៅទីនេះនឹងសច្ចាពីភក្តីភាពរបស់ពួកគេទៅកាន់អ្នកប្រុសមានណាល្អជាងនៅនឹងទៀតហើយអ្នកប្រុសអាចជួបប្រុសសង្ហាជាច្រើនស្អីគេអាណាជួបអាណាហើយថៃខ្ញុំចង់ថានៅនឹងអ្នកប្រុសចង់ជួបអ្នកណាក៏បានអត់តែអ្នកប្រុសចូលចិត្តឲ្យគ្មានការរើសអើងថាប្រុសឬក៏ស្រីបើសិនអ្នកប្រុសជាម្ចាស់ជោគជ័យរបស់ដេខាំពិតភេទមិនជាបញ្ហាទេអ្នកប្រុសអាចជួបគ្រួសាររាជវង្សព្រមជាមួយមនុស្សជាច្រើនទៀតអ្នក
អ្នកប្រុសយើងមកដល់កន្លែងបោះតង់ហើយខ្ញុំទៅនិយាយឲ្យបានខ្ញុំហើយចាំប្រញាប់មកវិញទៅគេដឹងថាឯងល្អដល់អ្នកប្រុសប៉ុណ្ណាហើយទៅបងអត់អីណាចាស់ពេកភ្នែកមានបញ្ហាហើយមើលទៅឯងនៅលឺយើងនិយាយតើឲ្យមានតន់ងាប់ណាមិនក៏ឯងនិយាយអញ្ចឹងឯងគិតថានឹងមានអីស្អាតច្រើនមែនមិនក៏ឯងប្រាប់ឲ្យអ្នកប្រុសទៅជួយពួកគេអញ្ចឹងហើយឈប់ឆ្ងល់ច្រើនទៅខាងច្រើនពេកមុខជ្រួញលេងអ្នកយកឡើយហើយអូនបានលេសោទេតើឯងចង់ធ្វើឲ្យមានបញ្ហាធំមែនណាមិនឯងចង់ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រុសមែនជំនួសឲ្យពាក្យថាចំណាប់អារម្មណ៍ជាការណិតទៅវិញទេតាមពិតខ្ញុំចង់ព្យាបាលជំងឺខ្ញុំទេតែខ្ញុំមានគំនិតផ្សេងក្រៅពីបានលេងជាមួយគេហើយពេលមើលឃើញគេធ្វើឲ្យខ្ញុំនឹកឃើញខ្លួនឯងពេលសូវទ្រាំនឹងជំងឺនឹងដូចគ្នាឬក៏ជាជាងការណិតការពិតទៅដំបូងវាសំណាងដែរគ្រាន់តែបានធ្វើអ្នកបម្រើរបស់អ្នកប្រុសតែឥឡូវខុសគ្នាខ្ញុំចង់នៅក្បែរគាត់ហើយចង់ឲ្យគាត់ធំឡើងដូចគ្មានដទៃដែរទោះបីរីទីជានឹងបង្ហាញខ្លួនមែនតែបច្ចុប្បន្នគេនៅតែម្នាក់ឯងឥឡូវមានតែខ្ញុំអញ្ចឹងខ្ញុំចង់មើលថែគេឲ្យបានល្អរៀនសងនិយាយថាមកពីរ៉ូបឺតនៅក្មេងនៅតែអាចជួយមនុស្សផ្សេងទៀតហើយបើថ្ងៃណាមួយរ៉ូបឺតជួបមនុស្សផ្សេងគេប្រកាសជាផ្លាស់ប្ដូរហើយវាមិនល្អទេបើធ្វើឲ្យជីវិតខ្លួនឯងល្អមុនជំនួសឲ្យព្យាយាមធ្វើឲ្យជីវិតអ្នកដទៃល្អមុនរ៉ូបឺតគិតថាមិនក៏គាត់គិតអីចម្លែកបែបនេះតើឯងចង់ធ្វើម្នាក់បម្រើទៀតមែនខ្ញុំនឹងជួយឯងអ្វីដែលខ្ញុំចង់ធ្វើខ្ញុំភ្លេចបាត់មិញអីគេមានរឿងអីវាពិតជាល្អខ្លាំងណាស់អញ្ចឹងខ្ញុំចង់ទៅជួយអ្នកប្រុសម្ដងទៀតឬក៏បានប៉ះគាត់អត់ទេកាន់តែដូចជាធម្មតាពេកខ្ញុំចង់ឲ្យបងទៅវិញឆាប់ខ្ញុំនឹងបានជួយគាត់ហើយអ្នកការពារថ្មីមកដល់ពេលហ្នឹងបងមិនអាចយកឈ្នះខ្ញុំបានទេចាំមើលទៅជប់បានហើយយ៉ាពួកគាត់នៅនឹងសតទៅតាមនិយាយដើមគាត់សោះហ្នឹងឯងបងជួយខ្ញុំរកអ្នកដឹកនាំតិចមើលឯងចង់ធ្វើអីទៀតហើយពួកគេទាំងអស់មានគោលបំណងអញ្ចឹងម្នាក់នោះជានរណាជាមនុស្សម្នាក់ដែលមានស្មាតធំសក់ពណ៌ទង់ដែងខ្ពស់ហើយមានអាយុប្រហែលបងដែរហើយគាត់ក៏សង្ហាដែរភ្លេចមុខសង្ហានិយាយទៅគាត់ជាមនុស្សសង្ហាពិតហ្មងអ្នកការពារដែលជាគេរបស់លោកជំទាវមិនដែរប៉ុណ្ណឹងស្គាល់អត់ចុញអាភ្លេចឯកូនឡើងមានន័យថាម៉េចនេះឯងពិតជាមេបញ្ជាការពួកយើងត្រៀមរួចហើយពេលបញ្ជាការនៃក្រុមច្រវាក់ខ្មៅភ្លេវែនខាត់ថាបានហើយខ្ញុំនឹងការពារអ្នកប្រុសដល់ខ្លួនឯងបាត់ទៀតមនុស្សនៅក្នុងរទេះនេះជាម្ចាស់នៃ Dark Care បន្ទាប់ Edric Dark Care ក្មេងដែលមានសក់ពណ៌ទង់ដែងហើយក្បាលរឹងដូចថ្មនេះជាអីដែលគេមានដូចលោកម្ចាស់ខុសពីលោកម្ចាស់ដែលកាត់មកមានជំនាញដើរអ្នកប្រុសខ្សោយហើយតូចទៀតខុសពីលោកម្ចាស់ត្រូវបានមនុស្សកូនសរសើរតាំងពីក្មេងពីភេទឆ្លាតរបស់គាត់តែអ្នកប្រុសវិញមិនចេះអីសោះលើពីនេះអ្នកប្រុសតែបង្ករឿងរហូតដល់សារក្រអឺតកតុំនឹងអំពើហិង្សារបស់គាត់លោកមេកែបាននិយាយថាតើឆ្នាំប៉ុន្មានដបហើយដែលគាត់បានបំផ្លាញថ្ងៃហ្នឹងប៉ុន្តែលោកជំទាវទុកគាត់ដូចជាកូនក៏ដោយក៏គាត់នៅតែបដិសេធមិនព្រមស្ដាប់ដែរតែម្ចាស់នៅតែជាម្ចាស់បើខ្ញុំមិនបានគំតិចគ្រឹះរបស់ដេខានទេខ្ញុំនៅតែស្មោះត្រង់ចំពោះដេខាននេះជាទូនាទីរបស់ខ្ញុំក្មេងម្នាក់នេះគឺជាអ្នកបម្រើម្នាក់ឈ្មោះរូបឺតដែលអ្នកបម្រើបានរំលឹកអ្នកផ្សេងខ្ញុំមិនដឹងទេតែក្មេងម្នាក់នេះខ្ញុំឮថាគេពិសេសណាស់បងវ៉ាក់ហើយអ្នកប្រុសចាំបងនៅខាងក្នុងណាមិនក៏គេញញឹមដាក់ខ្ញុំចឹងក្មេងទូទៅភាកច្រើនតែឃើញខ្ញុំដឹងតែយំហើយខ្ញុំលើថាជំរងរបស់អ្នកប្រុសរៀបចំរួចហើយអញ្ចឹងវានៅឯណាពេលកាធ្លាប់និយាយថារកបែរជាអ្នកបម្រើរបស់អ្នកប្រុសស្មោះត្រង់ណាស់ទោះបីអស់ការងារហើយក៏កូននឹងអត់ដេកដែរនៅមើលអ្នកប្រុសរត់យប់ឬក៏ទោះបីអ្នកប្រុសជេរគេក៏ដោយមើលទៅកូនមិនបាននិយាយកុហកទេអ្នកប្រុសខ្ញុំជួយអត់មើលទៅអ្នកប្រុសដឹងពីសុជីវធម៌ជាងខ្ញុំគិតអ្នកប្រុសគ្រូពេទ្យដែលចេញមាញ់គួរឲ្យសង្ស័យណាស់មិនដឹងអាណាគួរឲ្យសង្ស័យជាងទេខ្ញុំដឹងថាតានឹងចម្លែកហើយតែថ្ងៃហ្នឹងរឿងចម្លែកជាងរាល់ដងតិចពេលពួកយើងមកបោះជំរំអ្វីគ្រប់យ៉ាងរៀបចំរួចរាល់អស់ហើយពួកគេមិនបានប្រើប្រាស់របស់ដែលខ្ញុំយកមកទេហើយអញ្ញាញ៉ៃម៉ែអ្នកប្រុសផឹកអានេះទៅឯងយកវាពីកាបូបមែនព្រះហើយចាំខ្ញុំសាក់ឲ្យមើលនេះអញ្ចឹងផឹកអត់ចង់បានអ្នកប្រុសអត់ផឹកទេប្រយ័ត្នយប់នេះឈឺប្រកាច់ទៅមិនក៏គេដឹងពីជំងឺយើងទោះខ្ញុំទ្រាំបានឬអត់មិនក៏ឯងដឹងឯងមិនដែលមានជំងឺដូចខ្ញុំទេបើអត់ផឹកទេអញ្ចឹងខ្ញុំនៅក្រៅចាំឲ្យអ្នកប្រុសផឹកបើអ្នកប្រុសត្រូវការអីហៅខ្ញុំទៅនៅក្រៅត្រជាក់ណាស់ខ្ញុំឆ្ងល់ថាគេអត់អីណាហើយអត់ទេវាគ្មានអីតាក់ទងជាមួយខ្ញុំទេតែបើបណ្ដោយអំនោះលប់នោះស្លាប់ខ្ញុំនឹងហើយជាអ្នកខាតរ៉ូបឺតឈាមអ្នកប្រុសមិញខ្ញុំបារម្ភពីអីមិញគេជំទាវនឹងរាប់ពេលធ្វើខេតឡើងច្បាស់លាស់ហ្មងអញ្ចឹងឲ្យអ្នកដឹកនាំក្រុមអ្នកជាសែឃើញបញ្ហារបស់អេត្រេតអ្នកស្នងមរតករបស់ដេតខាំជាក្មេងមានបញ្ហាព្រោះថ្នាំដែលគាត់រៀបចំរួមទាំងថ្នាំបំបត្តិការឈឺចាប់ឲ្យអេត្រេតសុទ្ធតែមានផលប៉ះពាល់សម្លៀកបំពាក់និងកម្រាលពូក
ដូចគ្នាក៏ខំប្រឹងរៀបចំវាខ្លាំងណាស់តែវាគ្មានប្រយោជន៍ទេឯងយករបស់ទាំងអស់នេះទៅសម្រាប់តែដំណើរកំសាន្តមួយថ្ងៃហ្នឹងវាសុទ្ធតែចាំបាច់ទាំងអស់ហ្នឹងព្រោះខ្ញុំបានដូរវាជារបស់ដែលខ្ញុំត្រូវការរួចហើយលើពីនេះការគិតទុកវាមានប្រយោជន៍ច្រើនណាស់ខ្ញុំមិនដឹងថាពេលណាអ្នកប្រុសធ្វើទុកទេអញ្ចឹងខ្ញុំត្រូវតែយកចិត្តទុកដាក់ជាមួយប្រុសក្បាលតង់ដែងរហូតហើយជៀសវាងកុំឲ្យពីរនាក់ឡើងប្រទះគ្នាអ្នកប្រុសខ្ញុំដឹងថាថៃជួយភ្លេចអីឡើងទោះយ៉ាងណាអ្នកប្រុសធ្វើត្រូវហើយដែលទ្រាំនឹងវាគ្មានបញ្ហាទេខ្ញុំត្រូវតែធ្វើវាឥឡូវហ្នឹងចេញទៅអញមែនអាចទៅរួចទេថាបើខ្ញុំកាន់តែប៉ះប្រសិទ្ធភាពកាន់តែខ្លាំងបានហើយអ្នកប្រុសបើផឹកថ្នាំហើយនេះទឹកបន្ទាប់ពីផឹកថ្នាំហើយអញ្ចឹងអ្នកប្រុសសម្រាប់ទៅតើខ្ញុំនឹងជាបើខ្ញុំប៉ះគាត់រត់ដងបើធ្វើអញ្ចឹងគេមិនខឹងហើយទេបើអត់ទេខ្ញុំនឹងសុំឲ្យគាត់ទះខ្ញុំឬក៏ប៉ះកន្លែងណាមួយឯងមិនខឹងទេឯងគ្មានអារម្មណ៍ខ្វល់ទេមិនគេស្លេកដូចខ្មៅអញ្ចឹងធម្មតាទេបានដួលសន្លប់នោះគេបង្ហាញខ្ញុំយ៉ាងច្បាស់ថាគេព្យាយាមធ្វើដូចជារឹងមាំតែគេមិនដែលបង្ហាញចេញមកទេតែគេធ្លាប់រំអួយដែលអ្នកណាអត់ណោះក៏ក្រិចមែនហើយតែមនុស្សលើលោកនេះតើមានអ្នកណាដែលមិនក៏ក្រិចនោះទោះបីអ្នកអភិជនទៀតក៏ស្បែកចេកនៅតែមានដីដែរតែពួកគេទាំងនោះនឹងយើងខុសគ្នាឯងគិតថាជារបស់ធ្ងប់នឹងដីវាដូចគ្នាមែនបើអ្នកប្រុសអញ្ចឹងជឿរឿងព្រៃរបស់សាន់តាក្លូអត់និយាយស្អីតាណាប់ទៀតហើយអូថ្នាំមានប្រសិទ្ធភាពហើយចង់ពេលកណ្ដាលថ្នាំហើយខ្ញុំដាក់ថ្នាំមួយងុយកេងថែមតែឯងយំដៃទៅទេមកប៉ះឈាមយើងចឹងឯងដឹងតែឆ្លងរាសាហើយឯងនឹងវេទនាដូចយើងចឹងមិនយូរទេឯងនឹងស្លាប់ហើយសូម្បីរាងកាយក៏រលួយអស់ដែរវាគ្មានមលាសាអីទេខ្ញុំអត់ចង់គិតច្រើនពីអីដែលខ្ញុំមិនអាចកែប្រែបានទេអញ្ចឹងឥឡូវខ្ញុំមានតែមើលថែអ្នកប្រុសអញ្ចឹងឈប់សម្លឹងខ្ញុំឲ្យកេងទៅមិនដែរខ្ញុំឲ្យងុយកេងណានេះអ្នកប្រុសអត់ឲ្យងុយកេងទេមែនយើងស្អប់ឯណាចុងក្រោយឈប់តវ៉ាហើយមិនចឹងមិនក៏គេមិនធ្វើទុកប្រហែលគ្រឿងដែលខ្ញុំប្រើប្រាស់ទុកក្នុងតង់ត្រូវបានបដូរឬក៏វាមិនទាន់មានប្រសិទ្ធភាពតើយើងត្រូវប្រាប់លោកជំទាវថាម៉េចទៅអ្នកប្រុសថ្ងៃនេះយ៉ាងម៉េចហើយលោកគ្រូពេទ្យលោកមកហើយទៅរួចយ៉ាងម៉េចទៅមិនក៏ស្ថានភាពគេទៅជាល្អវិញលោកគ្រូពេទ្យអ្នកប្រុសខ្ញុំកើតអីមែនអត់ទេស្ថានភាពគាត់ល្អណាស់ឬក៏មកពីអ្នកប្រុសមិនកើតអីបានជាលោកទៅជាអញ្ចឹងខ្ញុំមិននឹងអាចធ្វើអញ្ចឹងកើតខ្ញុំគ្រាន់តែចង់ពិនិត្យឲ្យច្បាស់នៅកន្លែងដែលមិនអាចពិនិត្យធម្មតាបានអញ្ចឹងហ៎បាទពិតប្រាកដណាស់ថ្ងៃឡើងមេស្អាតយកតែមែនតែនហើយហ្មងត្រូវអត់អ្នកប្រុសរបៀបនេះគឺខុសខើជាងអីដែលខ្ញុំគិតទៀតពួកលោកគ្រូពេទ្យចាស់ជាងគេក៏គេសើចចំអកឲ្យដែរហេអញចាក់ចោលអស់គេសើចមិនដើរចាក់ថ្នាំដែលគ្រូពេទ្យរៀបចំឲ្យមិនដើរតែគ្មានអ្នកណាដឹងទេអញដឹងពីតែបម្រើថ្មីអត់Robert គេដូចជាទេវបុត្រពិតអញ្ចឹងពួកគេគ្មានដឹងអីទេអ្នកប្រុសមានអីសប្បាយមែនយើងកំពុងសើចចំអកអីគេអ្នកប្រុសកំពុងគិតពីខ្ញុំមែនកុំគិតអីឈួតឡប់យើងគ្រាន់តែសើចចំអកឯងយើងមិនបាត់គិតពីឯងទេត្រូវហើយអ្នកប្រុសកំពុងចំអកខ្ញុំអញ្ចឹងមានន័យថាអ្នកប្រុសគិតពីខ្ញុំហើយថៃមែនអ្នកប្រុសគិតអីមែនគេគ្រប់គ្នាសរសើរឯណាតែតាមពិតគ្មានអីអស្ចារ្យអីទេកុំលើស្ដាប់គេនិយាយចង់ដឹងមករកខ្ញុំមើលនិយាយអីបានឈ្នះអាកូននឹងទេអេត្រីបានលើកឃើញដល់អលរកាដែលត្រូវបានអ្នកភូមិមើលឬនិយាយថាខោអានឯងពាក់ពិជាថោកទាបហើយក៏ក្រិចណាស់ឯងមើលទៅដូចសម្រាមចឹងគេរកបែបនេះគេបាននិយាយថាមិនមែនចឹងទេតែរកបែបបាននិយាយថាអ្នកប្រុសនិយាយត្រូវហើយចឹងអ្នកប្រុសឲ្យខ្ញុំខ្ចីខោអានអ្នកប្រុសបានអត់គេរៀងភាំងបន្តិចរកបែបក៏និយាយបានខ្ញុំនឹងសងអ្នកប្រុសវិញហើយថ្ងៃបន្ទាប់រកបែបគេពាក់ខោអានខ្ញុំហើយដាក់បង្អួតគេគ្រប់កន្លែងពូមើលអ្នកប្រុសឲ្យគេអានខ្ញុំខ្ចីគេធ្វើដូចជាចង់បង្ហាញឲ្យអ្នកគ្រប់គ្នាឃើញចឹងរត់តែនៅតែបន្តដំណើរទោះមានបញ្ហាខ្លះក៏ដោយចុងក្រោយយើងមកដល់ភូមិហើយតែត្រីនិយាយថានឹងមានកន្លែងថោកទាបមុខផ្ទះគេនៅធំនៅឡើយតែឥឡូវមើលទៅចង្អៀតណាស់ភូមិនៅក្បែរលោកសម្លឹងមើលដល់ការភ្ញាក់ផ្អើលអេត្រីគិតថាទៅបីមុនមើលទៅស្រដៀងមែនតែគេមិនដែលមានរឿងល្អៗជាមួយអ្នកនៅទីនេះទេគេគិតថានេះគេគ្រាន់តែមកដោយដៃទទេឬខ្ញុំគួរធ្វើយ៉ាងម៉េចខ្ញុំមិនអាចប្រាប់ពួកគេឲ្យរៀបចំបាច់ផ្កាបានទេអ្នកការពារនៅក្បែរលោកបានហៅអេដ្រីរួចហុចបាច់ផ្កាឲ្យគេអេដ្រីនិយាយថាពួកបានរៀបចំឲ្យខ្ញុំមិនមែនគាត់និយាយថាពិតណាផ្កាទាំងនេះប្រកាសជាតែនិយាយមិនតាន់ផុតពីមាត់ផងរបាត់ក៏ស្រែកហៅអេដ្រីហើយយកផ្កាមកជាមួយផងដែរអេដ្រីសួរថាស្អីគេហ្នឹងរបាត់និយាយថាជួយផ្កាឡើងហើយអេដ្រីនិយាយទៀតថាអញគិតថាខ្ញុំមិនដឹងអីមែនដឹងហើយចាំឲ្យសួរនិយាយថាខ្ញុំប្រាប់អ្នកប្រុសថាខ្ញុំនឹងតបស្នងវិញអ្នកប្រុសគួរតែយកទៅអេដ្រីគិតថាដោយសារតែទោះបីមើលទៅសាមញ្ញតែផ្កាទាំងនេះជាផ្កាដែលម្លាយគេចូលចិត្តរបែបបានងាកទៅនិយាយជាមួយអ្នកការពារថាផ្កានេះយកមកឲ្យលោកស្រីមែនអត់ឆ្លើយថាត្រូវហើយរបែបបានយកផ្កាចេញពីដៃអ្នកការពាររួចនិយាយថាមកចាំខ្ញុំទុកហើយចាប់ខ្ញុំយកឲ្យអ្នកប្រុសខ្ញុំតែវាក៏ធ្វើឲ្យផ្កាបានធ្លាក់មួយតង់របែបក៏ច្រឡំជើងជន់វាក៏ធ្វើឲ្យអេដ្រីនិងអ្នកការពារដែលនៅក្បែរនោះកាំងនឹងទ
ង្វើរបស់រ៉ូបេតផងដែររ៉ូបេតបានធ្វើជានិយាយជាមួយអ្នកប្រុសរបស់ខ្លួនទាំងដែលអេដ្រៀនមិនបានដឹងអីទៅសោះតែគេបានជានិយាយថាយល់ហើយអ្នកប្រុសនិយាយថាអ្នកទាំងអស់គ្នាចាំតិចទៅលើកលែងតែលោកភ្លីវែនរួចនិយាយថាគេនិយាយអញ្ចឹងមែនអីតែវាក៏ជាការពិតគេមិនចង់ធ្វើជាមិនតង់អ្នកណាទេរ៉ូបេតនិយាយថាអញ្ចឹងពួកយើងទៅឥឡូវតែម្ដងទៅមនុស្សម្នាក់នេះបាននិយាយថាក្មេងក្រៅខោណាពេលវានៅក្នុងភូមិគេគ្រប់គ្នាល្អនឹងវាណាដោយសារតែអាចឹងពីការវានឹងដល់ឥឡូវវាភ្លេចអស់ហើយគេនិយាយថាមានព័ត៌មានថ្មីពីក្មេងលោកពីអេដ្រៀនដែលបាត់បង់ជើងខ្ញុំឮថាគេត្រូវបានអភិជនយកទៅហើយតែពិតទៅតែវាមិនចង់ធ្វើល្អជាមួយអ្នកដែលធ្វើល្អជាមួយវាទេឬមកបានលួចរបស់មួយពីផ្ទះវាបើវាចង់បានរបស់នឹងទៅវិញត្រូវតែបងសំណងឲ្យស័ក្តិសមគាត់បានទៅទីនោះហើយនិយាយថាខ្ញុំបានយករបស់ខ្លះដែរអ្នកប្រុសបានភ្លេចយកមកតែក៏ត្រូវអ្នកយាមទីនោះបានបណ្ដឹងចេញទៅវិញគេបានរកមកឲ្យប្រាប់ពីលំនឹងដែលអេដ្រៀនត្រឡប់មកវិញដោយការអំពើរបស់គេ